វីដេអូនេះសម្រាប់អ្នកកាយសមាំងម៉ូតូសមាំងឡានឥឡូវនេះនៅទីក្រុង Boston ចាប់ផ្ដើមពិចារណាដាក់កាមេរ៉ាថតផ្លាកលេខហើយនឹងប្រដាប់ស្រូបសំឡេងបើសិនជាសំឡេងសមាំងសំឡេងម៉ូតូនឹងលើសពី83 decimal ចាប់ផ្ដើមផាកពិន័យហើយការផាកពិន័យនឹងស្រួលទេគេថតតែផ្លាកលេខហើយផ្ញើសម្បត្តិទៅផ្ទះហើយថោកវាអត់ថ្លៃ$250អូដល់កោះចឹងមកបងប្អូនមានមន្ទិលសង្ស័យជាមួយនឹងសំឡេងឡានសំឡេងម៉ូតូបងប្អូនអាចទិញប្រដាប់វាស់សំឡេងខ្លួនឯងបានអាចកំងពី Amazon ពីអីចឹងទៅវាស់សំឡេង decimal វាស់សំឡេងអំពងសមាំងចេញពីឡានចេញពីម៉ូតូទៅតែសម្រាប់អ្នកគាត់មានឡានមានអីធម្មតាអត់កាយសមាំងមិនបាច់ខ្វល់ទេគឺអត់មានបញ្ហាទេគឺនិយាយនេះគឺសម្រាប់តែអ្នកដែលគាត់លេងសមាំងលេងអីតែប៉ុណ្្នឹងឯងម៉ូតូបើម៉ូតូអាហ្នឹងគួរតែមានប្រដាប់វាស់មួយទៅព្រោះម៉ូតូសមាំងវាគឺលឺមែនតើអញ្ចឹងជាការបង្ការទុកមុនហើយសម្រាប់ការបង្ការមួយទៀតពេលជិះនៅលើដងផ្លូវឥឡូវនេះគេដាក់នៅតាមផ្លូវមើលឃើញតែកាមេរ៉ាដែលមានប្រអប់ខ្ញុំមើលឃើញ trailer បើបងប្អូនស្គាល់ trailer អាចគេដាក់អីវ៉ាន់យើងការ៉េប្រហែលជា2ម៉ែត្រ2ម៉ែត្រគុណ1ម៉ែត្រអីចឹងទៅឬក៏3ម៉ែត្រគុណ2ម៉ែត្រដាក់នៅតាមផ្លូវកាលខ្ញុំជិះកាលខ្ញុំឆ្ងល់ថាហ្នឹងស្អីគេតាមពិតទៅគឺកាមេរ៉ាសម្រាប់ចាប់ទាំងល្បឿនហើយទាំងនឹងសំឡេងនៅរដ្ឋ Boston នៅក្រុង Boston អត់ទាន់មានទេប៉ុន្តែនៅរដ្ឋផ្សេងមាននៅ Rhode Island ណាដាក់មុនគេពីឆ្នាំ2024ហើយបានចាប់ខ្លះហើយបើតាមព័ត៌មានហើយទីទៀតនឹងដាក់មកដល់ Boston បងប្អូនមិនឆ្ងល់ហេតុអីបានគេដាក់កាមេរ៉ាវាស់សំឡេងបាទគឺដោយសារតែមានការត្អូញត្អែពីពលរដ្ឋរស់នៅតាមដងផ្លូវគាត់ថាម៉ោង2យប់អីនៅឮសំឡេងក្មេងទំនើងនាំគ្នាមកជុំគ្នាហើយរោម៉ូតូរោឡានបើថាផ្លូវវិញគឺមនុស្សរាប់រយនាក់អញ្ចឹងទៅអញ្ចឹងហើយបានគេចាប់ផ្ដើមដាក់កាមេរ៉ាដើម្បីវាកុំឲ្យរំខានដល់អ្នកគេងអញ្ចឹងគេគិតមើលម៉ោង2ម៉ោង3ភ្លឺហើយណាមិនខឹងមិនអញ្ចឹងឯងមកបើកសំឡេងដំឡង់បាទហើយមួយទៀតឥឡូវនេះទៅ New Hampshire អ្នក Massachusetts បងពុនផ្លូវ toll 1/2គេចាប់ផ្ដើមអនុវត្តប្រហែលជាឆ្នាំ2027ខែដើមខែតែម្ដងព័ត៌មានហ្នឹងចាំខ្ញុំបានលម្អិតចាំខ្ញុំនិយាយប្រាប់ឥឡូវនេះបង1/2ហើយបើលើកមុន$2ឡើង$4នេះគ្រាន់តែបងផ្លូវធ្វើការកាត់ពន្ធឲ្យឡើងមកសន្ធឹកដល់ពេលជិះលើផ្លូវយកពន្ធពីអ្នកធ្វើការទៅធ្វើផ្លូវដល់ពេលធ្វើផ្លូវហើយយកពន្ធបើកលើផ្លូវទៀតបាទស្អីក៏ពន្ធដែរបាទអរគុណវីដេអូខ្លីមានតែប៉ុណ្្នឹងទេបើវីដេអូនេះមានប្រយោជន៍សូមជួយ share like ហើយនិង follow page មួយផងបាទអរគុណ